សួស្តីបងប្អូនអរគ្នាបងប្អូនបានហូបអ្វីដែរល្ងាចនេះនាងខ្ញុំបានជាមួយនឹងខជើងមាន់បងប្អូនអរគ្នាចាជាមួយនឹងគ្រឿងក្រៅវិញយើងមានជាមួយម្ដេងស្លឹកក្រូចនិងខ្ទឹមដែលខ្ញុំបានចិញ្ច្រាំរួចជំហានដំបូងយើងចាប់ផ្ដើមដាក់ជាមួយនឹងឆ្នាំងរបស់យើងដាក់លើក្រាស់ដើម្បីកាច់ក្រាស់ដើម្បីធ្វើឲ្យឆ្នាំងរបស់យើងបានរាងក្តៅហើយយើងចាប់ផ្ដើមដាក់ជាមួយនឹងប្រេងឆាដើម្បីបំពងខ្ទឹមបងប្អូនណាចាឥឡូវនេះខ្ញុំចាប់ផ្ដើមចាក់ប្រេងឆាចូលឥឡូវយើងចាក់ប្រេងឆាមកល្មមទៅបងប្អូនណាចាយើងចាក់ប្រេងឆាចូលយើងចាប់ផ្ដើមដាក់ជាមួយខ្ទឹមរបស់យើងចារៀងបន្ថយភ្លើងទៅបងប្អូនកុំឲ្យដូចនាងខ្ញុំដោយសារតែភ្លើងរៀងខ្លាំងពេកធ្វើឲ្យខ្ទឹមរបស់នាងខ្ញុំនឹងគឺវាខ្លោចបងប្អូនអរគ្នាចានិយាយរួមទៅគឺខ្ញុំធ្វើគឺវីដេអូដែលខ្ញុំថតនេះគឺថតទៅគឺខ្លោចខ្ទឹមប្រហែលដងបងប្អូនអរគ្នាដោយសារតែខ្ញុំប្រហែលបងប្អូនអរគ្នាចាធ្វើឲ្យភ្លើងខ្លាំងពេកចឹងទៅធ្វើឲ្យខ្ទឹមរបស់យើងនឹងខ្លោចបងប្អូនអរគ្នាចាតែដល់ពេលខ្លោចចឹងទៅពេលខ្ញុំខទៅគឺក្រហមបានល្អបងប្អូនអរគ្នាចាឥឡូវនេះខ្ញុំចាប់ផ្ដើមដាក់ជាមួយនឹងស្ករពាងហើយយើងចាប់ផ្ដើមមកកូរជាមួយនឹងស្កររបស់យើងឲ្យឡើងជើងក្រងទៅបងប្អូនអរគ្នាចាយើងចាប់ផ្ដើមដាក់ជាមួយនឹងជើងមាន់របស់យើងចូលបងប្អូនអរគ្នាចាហើយជាមួយនឹងជើងមាន់នេះគឺតិចដែរបងប្អូនអរគ្នាចាជើងមាន់ថាជា3-4ជើងបងប្អូនអរគ្នាចាសារជើងមាន់ធំចឹងទៅគឺខ្ញុំអាចស្លោបាន1ពើដែរបងប្អូនអរគ្នាចាគឺជាសម្លពេលល្ងាចបងប្អូនដោយសារពេលល្ងាចខ្ញុំញ៉ាំតិចចឹងបងប្អូនអរគ្នាចាដោយសារតែគ្រួសារតូចមួយចឹងបងប្អូនធ្វើចាយើងញ៉ាំតិចបងប្អូនអរគ្នាចាអត់ហ៊ានញ៉ាំច្រើនទេខ្លាចធាត់បងប្អូនអរគ្នាចាអូនិយាយលេងទេបងប្អូនឥឡូវនេះខ្ញុំចាប់ផ្ដើមដាក់ជាមួយជើងមាន់ចូលនាងខ្ញុំចាប់ផ្ដើមជ្រុំជាមួយជើងមាន់របស់យើងចាប់ផ្ដើមឲ្យចូលជាតិជាមួយនឹងស្ករពាងនិងខ្ទឹមដែលយើងបំពងបងប្អូនអរគ្នាចាអញ្ចឹងយើងជ្រុំវាហើយយើងចាប់ផ្ដើមកូរវាឲ្យចូលជាតិទៅយើងដាក់ឲ្យមកស្ទុះហើយយើងចាប់ផ្ដើមដាក់ជាមួយនឹងទឹកចូលដោយសារជើងមាន់ខ្ញុំរៀងឆ្អិនដែរអញ្ចឹងណាបើយើងនឹងដាក់ទឹកចូលអញ្ចឹងទៅយើងដាក់ទឹកផាជា2កន្ទោយទៅដើម្បីទឹកយើងមើលទៅរៀងល្មមគ្រាន់នឹងអាចថាមើលទៅតំណងសឡយើងអាចឆ្ងាញ់អញ្ចឹងបងប្អូនចាឥឡូវនាងខ្ញុំដាក់ទឹកចូលនាងខ្ញុំចាប់ផ្ដើមបិទជាមួយនឹងក្របឆ្នាំងចាដោយសារតែក្របឆ្នាំងដំបងរកអត់ឃើញអញ្ចឹងទៅខ្ញុំបិទវាសិនដោយសារតែយើងឲ្យជើងមាន់នឹងវាឆាប់ឆ្អិនអញ្ចឹងបងប្អូនណាចាឥឡូវខ្ញុំចាប់ផ្ដើមបើកក្របឆ្នាំងដោយសារតែបិទរៀងគ្រាន់ហើយយើងយូរដែរហើយខ្ញុំចាប់ផ្ដើមដុសជាមួយពពុះដោយសារតែស្លយើងកាលណាដែលស្លវាតែងតែឡើងពពុះអញ្ចឹងបងប្អូនណាចាអញ្ចឹងយើងដុសពពុះចេញទៅដើម្បីកុំឲ្យស្លទៅវាអត់សូវឆ្ងាញ់អញ្ចឹងបងប្អូនដល់កាលណាយើងដុសពពុះចេញទៅធ្វើឲ្យស្លយើងគឺវាឆ្ងាញ់បងប្អូនអរគ្នាចាឥឡូវនាងខ្ញុំចាប់ផ្ដើមមកភ្លក់ជាមួយស្លរបស់យើងដោយសារតែវីដេអូនេះខ្ញុំសាររៀងញាប់ចឹងទៅបងប្អូនណាចាហើយជាមួយនឹងការធ្វើគឺរៀងយូរបងប្អូនប៉ុន្តែដល់ពេលមកថតវីដេអូគឺមើលទៅរៀងពេចទេបងប្អូនអរគ្នាចាដោយសារខ្ញុំសាររៀងញាប់ចឹងទៅគឺខ្ញុំស្លចឹងទៅបងប្អូនមើលឃើញទៅរៀងញាប់បងប្អូនអរគ្នាចាឥឡូវស្លរបស់យើងគឺចាប់ផ្ដើមឆ្អិនហើយបងប្អូនអរគ្នាចាហើយជាមួយវីដេអូថ្ងៃនេះគឺមានតែប៉ុណ្្នឹងចាអរគុណសម្រាប់